បើសិនជាមានសត្វល្អិតវាយលុកមកគឺយើងត្រូវការប្រើប្រាស់ថ្នាំសត្វល្អិតអញ្ចឹងមានការព្រួយបារម្ភតាក់ទងជាមួយនឹងថ្នាំគីមីដែលធ្វើឲ្យប៉ះពាល់ទៅដល់ផ្លែទុរេនបាទជាសួរបងប្អូនអ្នកគ្នានេះខ្ញុំបាទដារ៉ូពីហ៊ុយយន្តកសិកម្មឃើញស្រាប់ហើយនៅក្រោយខ្ញុំគឺជាបាទផ្លែទុរេនដើមទុរេនបាទអញ្ចឹងអ៊ំពូមីងអ្នកគ្នាដែលជាម្ចាស់ចំការទុរេនមានការព្រួយបារម្ភជាមួយនឹងវគ្គតែដល់វាផ្លែប៉ុណ្ណេះហើយអញ្ចឹងយើងត្រូវការបាញ់ថ្នាំសត្វល្អិតខ្លះបើសិនជាមានសត្វល្អិតវាយលុកមកគឺយើងត្រូវការប្រើប្រាស់ថ្នាំសត្វល្អិតអញ្ចឹងមានការព្រួយបារម្ភតាក់ទងជាមួយនឹងថ្នាំគីមីដែលធ្វើឲ្យប៉ះពាល់ទៅដល់ផ្លែទុរេនចង់កែប្រែដីឲ្យបានល្អតាមដុះឲ្យបានយូរអង្វែងជីសរីរាង្គជាជំរើសទី1សម្រាប់កសិករហ៊ុយយន្តជួយបានបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់ណែនាំអ៊ំពូមីងទាំងអស់គ្នាឲ្យបានស្គាល់ពី Super Vinegar ដែលជាប្រភេទថ្នាំពុលដែរតែมันមានការប៉ះពាល់ទៅដល់សុខភាពដែលវាគឺជាប្រភេទបាទផ្សែងរាវឬក៏ជាដុំកកបាទនៃការដុតនៅអង្កាមឬក៏បាទមេឃចន្ទីឬក៏ឈើដែលមានជ័របាទអញ្ចឹងវាធ្វើឲ្យសត្វល្អិតលែងបំផ្លាញលែងវាយលុកទៅដល់ដំណាំរបស់បងប្អូនអ៊ំពូមីងបើសិនជាមានតម្រូវការអាចជួយការទំនាក់ទំនងជាមួយនឹងលេខទូរស័ព្ទដែលមាននៅលើអេក្រង់ស្រាប់បាទអរគុណ